5ជំហានធ្វើឲ្យអ្នកខ្លាយជាអ្នកមានពីបាតដៃទទេស្ដាប់ដោយយកចិត្តទុកដាក់អ្នកមិនត្រូវការលុយកាក់ដើម្បីចាប់ផ្ដើមមកសាងទ្រព្យសម្បត្តិនោះទេប៉ុន្តែអ្នកត្រូវការគោលការណ៍ដ៏ត្រឹមត្រូវខាងក្រោមនេះគឺជាជំហានដ៏មានឥទ្ធិពលទាំង5ដើម្បីបង្កើតភាពមានបានពីចំណុច0ជំហានទី1ផ្លាស់ប្ដូរផ្នត់គំនិតរឿងលុយកាក់ភាពមានបានចាប់ផ្ដើមចេញពីក្នុងចិត្តប្រសិនបើអ្នកជឿថាការរកលុយជារឿងមិនអាចទៅរួចសម្រាប់អ្នកនោះសកម្មភាពរបស់អ្នកនឹងធ្វើឲ្យអ្នកនៅតែក្រដដែលប៉ុន្តែនៅពេលអ្នកចាប់ផ្ដើមជឿថាអ្នកអាចរៀនសូត្របង្កើតនិងបង្កើនលុយកាក់បាននោះជីវិតហិរញ្ញវត្ថុរបស់អ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរទ្រព្យសម្បត្តិដំបូងបង្អស់ដែលអ្នកត្រូវកសាងគឺផ្នត់គំនិតរបស់អ្នកជំហានទី2រៀនយល់ដឹងពីរបៀបដែលលុយដំណើរការមនុស្សជាច្រើនធ្វើការដើម្បីលុយពេញមួយជីវិតប៉ុន្តែមិនដែលយល់ច្បាស់ថាតើលុយដំណើរការយ៉ាងដូចម្តេចនោះទេពួកគេរកបានចាយវាអស់ហើយចាប់ផ្ដើមរកជាថ្មីនៅខែបន្ទាប់វាបានក្លាយជាទម្លាប់ដែលមិនដែលនាំទៅរកភាពមានបានឡើយផ្ទុយទៅវិញអ្នកមានគិតខុសពីនេះពួកគេយល់ពីមូលដ្ឋានគ្រឹះទាំង4របស់លុយទី1ចំណូលដំបូងអ្នកត្រូវបង្កើតលុយតាមរយៈជំនាញអាជីវកម្មឬការផ្ដល់តម្លៃទី2ការសន្សំផ្នែកមួយនៃចំណូលដែលអ្នករកបានត្រូវតែរក្សាទុកមិនមែនយកទៅប្រើប្រាស់ទាំងអស់ឡើយទី3ការវិនិយោគលុយត្រូវតែដាក់ឲ្យធ្វើការដើម្បីឲ្យវាអាចរីកដុះដាលបានទី4ទ្រព្យសកម្មទ្រព្យសម្បត្តិពិតប្រាកដត្រូវបានកសាងឡើងដោយការធ្វើជាម្ចាស់លើអ្វីៗដែលបង្កើតលុយឲ្យយើងជាបន្តបន្ទាប់នៅពេលអ្នកយល់ពីគោលការណ៍ទាំងនេះអ្វីដែលអស្ចារ្យនឹងកើតឡើងអ្នកនឹងឈប់ធ្វើការដើម្បីតែលុយហើយចាប់ផ្ដើមធ្វើឲ្យលុយធ្វើការឲ្យអ្នកវិញអ្នកនឹងឈប់ដេញតាមលុយគ្រប់ទីកន្លែងហើយលុយនឹងចាប់ផ្ដើមហូរចូលមកក្នុងប្រព័ន្ធដែលអ្នកបានបង្កើតព្រោះការពិតដ៏សាមញ្ញគឺលុយតែងតែផ្ដល់រង្វាន់ដល់អ្នកដែលយល់ពីវាជំហានទី3ចាប់ផ្ដើមជាមួយអ្វីដែលអ្នកមានមនុស្សភាគច្រើនរងចាំរហូតដល់មានលុយច្រើនទើបចាប់ផ្ដើមស្វែងរកភាពមានបានប៉ុន្តែតាមពិតទ្រព្យសម្បត្តិកម្រនឹងចាប់ផ្ដើមដោយលុយកាក់ណាស់វាចាប់ផ្ដើមពីអ្វីដែលមាននៅក្នុងដៃរបស់អ្នកស្រាប់អ្នកប្រហែលជាមិនទាន់មានដើមទុនប៉ុន្តែអ្នកមានជំនាញចំណេះដឹងគំនិតទេពកោសល្យបទពិសោធន៍និងទំនាក់ទំនងទាំងនេះគឺជាទ្រព្យសម្បត្តិលាក់កំបាំងដែលមនុស្សជាច្រើនមើលរំលងនៅពេលអ្នករៀនច្នៃអ្វីដែលអ្នកដឹងឬអ្វីដែលអ្នកអាចធ្វើបានវានឹងក្លាយជាចំណូលយ៉ាងឆាប់រហ័សប្រហែលជាអ្នកអាចបង្រៀនលោកបង្កើតដោះស្រាយបញ្ហាប្រាស្រ័យទាក់ទងបានល្អឬជួយមនុស្សឲ្យសម្រេចអ្វីមួយដែលពួកគេពិបាកធ្វើសមត្ថភាពទាំងនោះអាចប្រែក្លាយទៅជាសេវាកម្មផលិតផល Digital អាជីវកម្មឬឱកាសផ្សេងជំនួសឲ្យការសួរថាតើខ្ញុំខ្វះអ្វីចូលចាប់ផ្ដើមសួរថាតើខ្ញុំអាចធ្វើអ្វីបានខ្លះជាមួយអ្វីដែលខ្ញុំមានស្រាប់ជំហានទី4ដោះស្រាយបញ្ហាលុយលាក់ខ្លួននៅក្នុងបញ្ហារៀងរាល់ថ្ងៃមនុស្សតែងតែជួបការលំបាកជាមួយរឿងដែលពួកគេមិនអាចដោះស្រាយបានដោយងាយហើយពួកគេរីករាយនឹងបង់ប្រាក់សម្រាប់ដំណោះស្រាយកាលណាអ្នកដោះស្រាយបញ្ហាឲ្យមនុស្សបានកាន់តែច្រើនអ្នកកាន់តែបង្កើតតម្លៃនៅក្នុងទីផ្សារហើយទីផ្សារតែងតែផ្ដល់រង្វាន់ដល់តម្លៃជានិច្ចអាជីវកម្មសេវាកម្មនិងផលិតផលដែលជោគជ័យទាំងអស់សុទ្ធតែមានវត្តមានដោយសារវាដោះស្រាយបញ្ហាអ្វីមួយដូច្នេះជំនួសឲ្យការដេញតាមលុយចូលចាប់ផ្ដើមស្វែងរកបញ្ហាដែលអ្នកអាចដោះស្រាយបានដោយប្រើជំនាញគំនិតឬចំណេះដឹងរបស់អ្នកនៅពេលអ្នកក្លាយជាអ្នកដោះស្រាយបញ្ហាពិតប្រាកដលុយនឹងចាប់ផ្ដើមរត់តាមអ្នកវិញជំហានទី5បង្កើតប្រភពចំណូលច្រើនផ្លូវចំណូលមួយផ្លូវអាចត្រឹមតែជួយបង់ថ្លៃទឹកភ្លើងតែប៉ុណ្ណោះប៉ុន្តែបើចំណូលច្រើនផ្លូវនឹងកសាងទ្រព្យសម្បត្តិដល់អ្នកមានតែងតែបង្កើតប្រព័ន្ធដែលរកលុយបានពីទិសដៅផ្សេងៗគ្នារួមមានអាជីវកម្មការវិនិយោគជំនាញនិងឱកាសផ្សេងៗនៅពេលលុយហូរមកពីប្រភពខុសៗគ្នាសេរីភាពហិរញ្ញវត្ថុនឹងក្លាយជាការពិតសូមចងចាំថាអ្នកមិនចាំបាច់ចាប់ផ្ដើមទាំងអ្នកមាននោះទេអ្នកគ្រាន់តែត្រូវការចាប់ផ្ដើមរៀនចាប់ផ្ដើមដោះស្រាយបញ្ហានិងចាប់ផ្ដើមមកសាងខ្លួនបន្តិចម្ដងព្រោះទ្រព្យសម្បត្តិមិនមែនសម្រាប់មនុស្សដែលមានសំណាងនោះទេប៉ុន្តែវាសម្រាប់មនុស្សដែលយល់ពីគោលការណ៍នៃលុយ